một to sai trường rồi bao dương thiệt hai bên bèn tôi sai rồi bao dương man vô lùi vô mà áo ấy mà đai rồi bao niên chẳng ngắn á hai mà đai rồi bao niên có ban đây mình tô thà tôi sai rồi bao dương nâng á vô lùi ai quạt ban mình tách mình top mau miên sầm lấy cua thuy ở đại xa tài tua rồi bao dương ban vôลុយកាក់មាសប្រាក់យកមកឲ្យតួស្រីរបស់យើងដោយសារតែតួប្រុសរបស់យើងបញ្ជាឲ្យគេយកជំនូនយកមកឲ្យតួស្រីរបស់យើងចំណែកឯប្អូនស្រីរបស់តួស្រីរបស់យើងនឹងបានផ្ទះកំភ្លៀងតួស្រីរបស់យើងម្ដាយរបស់នាងនឹងក៏បានផ្ទះកំភ្លៀងនាងថែមមួយដៃទៀតហើយក៏បានរុញក្បាលតួស្រីដោយសារតែម្ដាយនឹងមិនមែនជាម្ដាយបង្កើតទេសំណាប់ចិត្តដែលជាម្ដាយចង់អីចឹងណាហើយក៏បានធ្វើបាបតួស្រីរបស់យើងជាខ្លាំងរវាយតួស្រីរបស់យើងទៀតចំណែកឯឪពុកក៏បានខាត់អញ្ចឹងណាដោយសារតែតួស្រីរបស់យើងនឹងបដិសេធមិនទទួលយកជំនូនដែលតួប្រុសរបស់យើងយកមកឲ្យតួស្រីរបស់យើងនឹងទេចំណែកឯម្ដាយនឹងក៏បានមកយកចិត្តនិយាយជាមួយតួស្រីវិញអញ្ចឹងណាដោយសារតែឪពុកក៏បានប្រាប់ឲ្យថាកុំឲ្យធ្វើបាបតួស្រីរបស់យើងម្ដាយហើយនឹងប្អូនស្រីក៏បានមកយកចិត្តតួស្រីរបស់យើងដោយសារតែគ្រួសារនឹងជាគ្រួសារដែលមុខលុយចំណែកឯតួស្រីរបស់យើងក៏បាននិយាយថានាងមិនទទួលយកប្រាក់ដែលគេយកមកឲ្យនឹងអញ្ចឹងណាហ្វេនដោយសារតែតួស្រីរបស់យើងនឹងបានខឹងជាមួយតួប្រុសរបស់យើងដែលតួស្រីរបស់យើងយល់ច្រឡំជាមួយតួប្រុសរបស់យើងតួស្រីរបស់យើងក៏បានរកដើរចេញចំណែកឪពុកក៏បានខាត់តួស្រីរបស់យើងក៏បានចាប់ទាញតួស្រីយើងបោកទៅនឹងសាឡុងអង្គុយលេងអញ្ចឹងណាហើយក៏បានស្ដីបន្ទោសឲ្យតួស្រីយើងជាច្រើនដោយសារតែតួស្រីរបស់យើងមិនទទួលយកប្រាក់ចំណែកឯប្អូនស្រីក៏បានរុញតួស្រីយើងឡើងដួលបន្ថែមទៀតងាកមកដល់ត្រង់ចំណុចនេះដោយសារតែមានពិធីជប់លៀងមួយពិធីជប់លៀងមួយដោយសារតែជួបជុំគ្រួសាររបស់យើងណាហើយចំណែកឯលោកតាម្នាក់នេះក៏បាននិយាយទៅកាន់ភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីជប់លៀងរបស់គាត់អីចឹងណាស្នាប់ចិត្តហើយម្ដាយចុងនិងពុកចុងរបស់តួស្រីក៏បានចូលរួមកម្មវិធីនឹងដែរហើយក៏បានចាប់ចងតួស្រីរបស់យើងចូលក្នុងកម្មវិធីនឹងហើយយកមកដល់កម្មវិធីនឹងក៏បានស្រាវចំណងតួស្រីរបស់យើងក៏បានរុញតួស្រីរបស់យើងចូលរួមក្នុងកម្មវិធីនឹងហើយក៏បានស្ដីបន្ទោសជាច្រើនទៅដល់តួស្រីរបស់យើងចំណែកឯតួស្រីរបស់យើងធ្វើមិនដឹងអីចឹងណាចំណែកឯឪពុកហ្នឹងក៏បានណែនាំតួស្រីទៅលោកតាវ័យចំណាស់ដែលមានស័ក្តិសមម្នាក់ឪពុករបស់នាងក៏បានថានាងល្អហើយលោកតាម្នាក់ហ្នឹងក៏បានហៅនាងឲ្យចូលមកចិត្តគាត់អីចឹងណាដោយសារតែលោកតានឹងជាខូចអីណាក៏បានចាប់រុញតួស្រីរបស់យើងទៅបុកជាមួយលោកតានឹងក៏បានដួលទៅដោយសារតែលោកតានឹងគាត់មានវ័យចំណាស់ចឹងណាចំណែកឯនារីម្នាក់ក៏បានស្ដីបន្ទោសឲ្យតួស្រីរបស់យើងនឹងឯងហើយក៏បានប្រើបរោះម្នាក់វាយតួស្រីរបស់យើងឲ្យលិតជង្គង់ចឹងលោកតាម្នាក់ហ្នឹងក៏បានយកឈើច្រត់របស់គាត់ទៅវាយជាច្រើនទៅលើតួស្រីរបស់យើងចំណែកឯប្អូនស្រីហ្នឹងក៏បាននិយាយទៅកាន់លោកតានឹងជាច្រើនថានាងរឹងចឹងហើយអីចឹងណាស្នាប់ចិត្តចំណែកឯបរោះម្នាក់ហ្នឹងក៏បានចាប់លើតួស្រីរបស់យើងតែតួស្រីរបស់យើងមិនព្រមទេចំណែកឯនារីម្នាក់ហ្នឹងក៏បានស្ដីបន្ទោសទៅកាន់តួស្រីរបស់យើងមួយរំពេចក្រោយមកតួប្រុសរបស់យើងក៏មកដល់